ថ្ងៃនេះពេលល្ងាចពិតជាស្អាតមែនទេតែមេឃពណ៌ក្រហមហ្មងហើយចង់ប្រាប់ថាទោះតែសភាពស្អាតប៉ុណ្ណាក៏មិនស្អាតដល់យូរដែរចង់ចឹងថ្ងៃនេះចេញពីធ្វើការមានអារម្មណ៍ដូចមិនស្លាស់ខ្លួនសដូចចង់អដែងណែน้องๆអស់គ្នារត់ហាត់ប្រាណហ្នឹងណាក៏ដល់ណាឲ្យមានស្នេហ៍ជម្រាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទទៀតហើយសុផាណាប្រូស្មោថ្ងៃនេះគឺជាថ្ងៃទី2សម្រាប់ឆ្លៀងខ្លួនឯងរត់ធ្វើម៉េចឲ្យបាន6គីឡូម៉ែត្រហ្នឹងណាមកថ្ងៃនេះប្រូស្មោនាំអ្នកទាំងអស់គ្នារត់មើលទេសភាពនៅពេលល្ងាចនិងថ្ងៃលិចទាំងអស់គ្នាជាមួយនឹងខ្ញុំបាទថ្ងៃនេះពេលល្ងាចពិតជាស្អាតមែនទេតែមេឃពណ៌ក្រហមហ្មងហើយចង់ប្រាប់ថាទោះទេសភាពស្អាតប៉ុណ្ណាក៏មិនស្អាតដល់យូរដែរចង់ចឹងអាឡៃទៅទៅសាចទៅសាឡាផ្លេចមើលខ្លួនឯងរត់បាន3គីឡូហើយបាទហើយរត់បាន3គីឡូនៅយើងត្រឡប់បកមកវិញវាបាន3គីឡូទៀតវា6គីឡូតែម្ដងចង់ថាប្រុសស្មោះម្នាក់នេះត្រូវតែខំរត់ទៅផ្ទះវិញចឹងហើយ challenge យើងនៅថ្ងៃនេះ complete ហើយបាទមុននឹងទៅផ្ទះវិញយើងឆ្លៀតសម្ដែងមួយណាចឹងនិយាយថាទេសភាពនៅថ្ងៃនេះស្អាតមែនទែនបងប្អូនកុំភ្លេចចូលរួមហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពទាំងអស់គ្នាហើយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយផងអរគុណ follow page មួយណាបងប្អូន